ចឹងប្រេកកលេបកនេះគឺមានការចូលទឹកចឹងឡើងដោះគោដូចនេះស្រោតរបស់បងប្អូនដែលប្រើនៅស្គូពីហើយចង់ធ្វើការត្រួតពិនិត្យដោយខ្លួនឯងគឺយើងមានសោ12តែមួយក្របនេះគឺអាចធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនហើយនឹងប្រេងកលេបានបាទអញ្ចឹងជាស្ដេចមុនយើងធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីននិងប្រេងកលេធ្វើការមើលគីឡូដែរអញ្ចឹងម៉ូតូភាគច្រើនគឺ1000គីឡូធ្វើការផ្លាស់ប្ដូរប្រេងម្ដងណាបាទហើយយើងមានសោត12គឺយើងអាចមូលបានអាចបទូបានហើយចំពោះប្រងប្រេងម៉ាស៊ីនរបស់វាគឺនេះប្រឡងប្រេងម៉ាស៊ីនរបស់វានៅក្នុងមុខណានៅបើអញ្ចឹងហៀងយើងបហូររីហើយជើងមានរងមួយដែរណាដើម្បីការពារពេលយើងរត់ចូលមកវាទ្រុស្នេហ៍ណាហើយយើងបហូរប្រេងកលេបានក្រោយអញ្ចឹងសោតែមួយគ្រាប់គឺយើងអាចបហូរប្រេងម៉ាស៊ីននិងប្រេងកលេបានអញ្ចឹងប្រេងកលេរបស់គាត់នេះគឺមានការចូលទឹកអញ្ចឹងឡើងដោះគោគឺសោតែខែនេះខែលេខទឹកហើយឆែកស្បុកអៀគាត់ដែរយើងប្រើទូលវិញចំពោះស្បុកអៀគឺវាមានខ្ចៅ6 5គ្រាប់ណាស្រាប់ស្គប់2បាទនេះ5គ្រាប់បាទអញ្ចឹងស្បុកអៀវាក៏ខូចដែរកម្រាលស៊ុំចិត្តមកស្បុកអៀនេះមានបញ្ហាចូលទឹកណាចូលដល់ក្នុងនេះបាទអញ្ចឹងវីដេអូមហាទូរបស់ស្គូពីគឺមានតែប៉ុណ្្នឹងឯងបាទសូមអរគុណបាទ